ជំរាបសួរប្រិយមិត្តខ្មែរ Time ថ្ងៃនេះពីកម្មវិធី Beyond Business យើងនឹងមានវាគ្មិនមួយរូបគឺអ្នកអង្គញាសំសុកនឿនដែលលោកគឺជាប្រធានសម្ព័ន្ធក្រុមហ៊ុន SN Group អ្នកអង្គញានឹងជជែកអំពីប្រវត្តិសិក្សានិងប្រវត្តិការងារក៏ដូចជាមុខជំនួញរបស់អ្នកអង្គញាផងដែរការងារដំបូងដែលខ្ញុំធ្វើបំផុតនោះគឺមុនគេបំផុតនោះគឺជាអ្នកបកប្រែ interpreter ជាអ្នកបកប្រែផ្ទាល់មាត់ព្រោះសម័យនោះមិនសូវមានអ្នកចេះភាសាអង់គ្លេសច្រើនទេហើយតិចមែនតើហើយនៅជាពិសេសនៅតាមបណ្ដាខេត្តក៏បានការងារទី2របស់ខ្ញុំនោះក៏ខ្ញុំបដូរពីការងារជាអ្នកបកប្រែផ្ទាល់មាត់ភាសាអង់គ្លេសរហូតបដូរទៅជាផ្នែកលក់អចលនទ្រព្យតែម្ដង product ផលិតផលនៅក្នុងស្រុករបស់យើងហើយយើងបានឃើញថាមួយរយៈចុងក្រោយនេះគឺយើងបានដឹងថាការប្រើប្រាស់ផលិតផលរបស់គេគឺមិនមែនជាជំរើសដ៏ល្អរបស់យើងទេហើយយើងបានឃើញថាចង់ជួយសេដ្ឋកិច្ចរបស់យើងឲ្យរីកចម្រើនចង់ឲ្យបងប្អូនប្រជាពលរដ្ឋយើងមានការងារធ្វើល្អចង់ឲ្យប្រទេសយើងក្លាយទៅជាប្រទេសដែលមានកម្រិតអ្នកមាននៅឆ្នាំ2050គឺយើងត្រូវតែព្យាយាមផលិតក្នុងស្រុកឲ្យបានច្រើនព្យាយាមកសាងយហោខ្មែរយើងឲ្យបានច្រើនអញ្ចឹងគឺយើងអត់មានចំណេញអីផ្សេងក្រៅពីការសារបស់យើងនៅក្មេងអញ្ចឹងខ្ញុំសម្រេចចិត្តថាសុំគាត់មកផាំងរៀននៅទីក្រុងហើយបន្តការសិក្សារហូតដល់ចប់បញ្ញាបត្រអីទៅអញ្ចឹងម្លងពេលនៃការសិក្សានៅបញ្ញាបត្រក៏មិនស្រួលដែរលោកម៉ាណែតគឺពិបាកមែនតើយើងកូនអ្នកក្រយើងដឹងហើយបាទយើងមិនស្រួលមកតស៊ូគឺលំបាកមែនតើហើយបើយើងនិយាយវិញគឺថាប្រឹងធ្វើការបដាយកលុយបដាបងសាលាបដាបាទគឺអត់មានភាពអីណាងាយស្រួលរលូនទេហើយចំពោះការស្នាក់នៅចំពោះអាហារសុបចុកគឺញ៉ាំដោយបានថាឲ្យតែបានពេញកាពះឲ្យតែអាចសិក្សាបានឲ្យតែអាចមានឱកាសទៅរៀនបានគឺយើងសប្បាយចិត្តហើយនៅពេលនោះជាពិសេសនៅពេលដែលយើងជាកូនអ្នកដែលហៅថាសិក្សាខ្សោយមិនមានធនធានច្រើនមិនមានការគ្រប់គ្រងពីគ្រួសារទៅលើហេតុអីវត្ថុគឺកាន់តែលំបាកតែម្ដងយកឱកាសធ្វើការចាប់ផ្ដើមអាជីវកម្មនេះជាការរៀនសូត្របានដែរព្រោះកាលណាយើងចាប់ផ្ដើមរៀនសូត្រទៅគឺបើខាតគឺអស់តែម្ដងគឺអស់រលីងតែម្ដងគឺនោះគឺជារឿងដ៏លំបាកសម្រាប់អ្នកចាប់ផ្ដើមអាជីវកម្មដំបូងជាពិសេសអ្នកដែលមិនមែនមានពូជអម្បូរឬក៏មិនមែនមានគ្រួសារដែលជាអ្នកចំនួនធំទេមានថាយើងកុំយកចំណូលដែលក្រុមហ៊ុនយើងបានកុំទៅទិញឡានទំនើបកុំទៅទិញសម្ភារៈនិយមណាច្រើនពេកពីព្រោះតែកាលណាយើងដកលុយចំណូលដែលយើងកំពុងតែរកបានទៅទិញសម្ភារៈនិយមវាធ្វើឲ្យយើងមិនមានដើមទុនក្នុងការពង្រីកអាជីវកម្មទេសូម្បីតែទូរស័ព្ទដៃពីខ្ញុំចូលចេញរកស៊ីដំបូងហ្នឹងសម័យប្រហែល10ឆ្នាំជាងហ្នឹងខ្ញុំនិយាយត្រង់ណាដៃក្នុងក្រុមហ៊ុនរបស់ខ្ញុំហ្នឹងគឺខ្ញុំមានសូម្បីតែបុគ្គលិករបស់ខ្ញុំក៏ប្រើទំនើបជាងខ្ញុំដែរចំណុចដ៏ចម្បងបំផុតនោះគឺថាខ្ញុំចង់ឲ្យយុវជនរបស់យើងហ្នឹងគឺព្យាយាមខិតខំរៀនសូត្រខិតខំសិក្សាព្រោះតែមិនថាយុវជនរបស់យើងកើតនៅក្នុងវងត្រកូលដែលមានធនធានច្រើនឬក៏នៅក្នុងវងត្រកូលដែលមិនសូវមានធនធានឬក៏បើយើងនិយាយថានៅក្នុងវងត្រកូលដែលនៅជនបទឬក៏ទីដាច់ស្រយាលណាទេបច្ចុប្បន្ននេះគឺយើងមានឱកាសសិក្សាគ្រប់គ្នាមិនថានៅទីក្រុងភ្នំពេញមិនថានៅតាមបណ្ដាខេត្តឬនៅតាមជនបទទេគឺយុវជនរបស់យើងសិតមានឱកាសខ្វះខាតថវិកាក្តីឬក៏យើងមិនសម្បូរហួសហៀរលើថវិកាក្តីប៉ុន្តែយើងសម្បូរហួសហៀរលើចំណេះដឹងខ្ញុំចង់ឲ្យយុវជនរបស់យើងគឺព្យាយាមស្វែងរកចំណេះដឹងព្យាយាមរៀនថ្មិចឲ្យមានជំនាញនៅពេលដែលបងប្អូនយុវជនរបស់យើងមានជំនាញហើយគឺបើទោះបីជាធ្វើការគេក៏ធ្វើការដោយមានជំនាញដែរបាទបើទោះបីជាយើងធ្វើការឲ្យក្រុមហ៊ុនក៏យើងធ្វើការដោយមានជំនាញទទួលបានប្រាក់ខែខ្ពស់ដែរនេះគឺជាទី1សម្រាប់ព័ត៌មានលម្អិតតាក់ទងនឹងជីវប្រវត្តិរបស់អ្នកអង្គញាសូមតាមដានអានទាំងអស់គ្នានៅលើកាសែតខ្មែរ Time នៅថ្ងៃសុក្រនេះ